សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះផាឡាជាអ្នកជំនាញប្រវត្តិសាស្ត្រខ្មែរថ្ងៃនេះយើងនឹងពិភាក្សាគ្នាអំពីប្រធានបទដ៏រសើបមួយគឺការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជានិងការបំផ្លាញសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់យើងបណ្ឌិតប្រវត្តិវប្បធម៌ជំរាបសួរលោកផាឡានិងបងប្អូនអ្នកស្ដាប់ទាំងអស់ខ្ញុំឈ្មោះសុចិត្រាជាបណ្ឌិតផ្នែកប្រវត្តិវប្បធម៌នេះពិតជាប្រធានបទដែលធ្វើឲ្យប្រជាជនខ្មែរយើងមានការឈឺចាប់យ៉ាងខ្លាំងជាពិសេសនៅពេលនិយាយពីការបំផ្លាញសម្បត្តិវប្បធម៌និងប្រាសាទបុរាណរបស់យើងលោកស្រីសុចិត្រាតើយើងអាចនិយាយបន្តិចអំពីប្រវត្តិនៃការទំនាក់ទំនងកម្ពុជាថៃនិងការឈ្លានពានរបស់ថៃមកលើកម្ពុជាតាំងពីអតីតកាលមកម្ល៉េះបានទេដើម្បីឲ្យអ្នកស្ដាប់យល់កាន់តែច្បាស់អំពីស្ថានភាពបច្ចុប្បន្នពិតមែនលោកផាឡាការឈ្លានពានរបស់ថៃមកលើកម្ពុជាមិនមែនជារឿងថ្មីទេប្រវត្តិសាស្ត្រក៏ត្រាថាចាប់តាំងពីសតវត្សទី12មកថៃឬសៀមកាលនោះបានធ្វើការវាយប្រហារមកលើកម្ពុជាឥតឈប់ឈរដើម្បីឈ្លានពានពង្រីកទឹកដីយើងអាចរាប់បានថានៅឆ្នាំ1895ថៃបានឈ្លានពានយកខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាបនិងព្រះវិហារលើពីនេះទៀតនៅឆ្នាំ1941ថៃក៏បានឈ្លានពានកម្ពុជាហើយបន្តមកបានប្រកាសសង្គ្រាមលើសហរដ្ឋភាពនិងបំលែងឈ្មោះប្រទេសពីសៀមមកជាថៃឡែនដែលមានន័យថាទឹកដីសេរីភាពហើយក្នុងប្រវត្តិសាស្ត្រថ្មីៗនេះតែយើងបានឃើញអ្វីកើតឡើងតាក់ទងនឹងទំនាក់ទំនងនេះជាពិសេសតាក់ទងនឹងប្រាសាទព្រះវិហារនៅឆ្នាំ1962កម្ពុជាបានឈ្នះក្តីថៃនៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាហែដោយតុលាការបានសម្រេចថាប្រាសាទព្រះវិហារជារបស់កម្ពុជាក្រោយមកទៀតមានចំនួននៅឆ្នាំ2008-2011ព្រោះថៃនៅតែប៉ុនប៉ងចង់បានប្រាសាទព្រះវិហាររបស់ខ្មែរនិងនៅឆ្នាំ2013តុលាការក៏បានកាត់ក្តីឲ្យខ្មែរឈ្នះម្ដងទៀតដោយបកស្រាយសាលដីកាឆ្នាំ1962ឡើងវិញនិងប្រគល់តាបន់ជុំវិញប្រាសាទបន្ថែមឲ្យកម្ពុជាចំណុចនេះធ្វើឲ្យក្រុមជាតិនិយមថៃមានការឈឺចាប់និងអាម៉ាស់យ៉ាងខ្លាំងហើយឥឡូវនេះក៏កើតមានចំនួនឡើងជាថ្មីម្ដងទៀតនៅឆ្នាំ2025តើអ្វីជាចំណុចចាប់ផ្ដើមនៃចំនួននេះចំនួនប្រដាប់អាវុធថ្មីនេះបានចាប់ផ្ដើមនៅថ្ងៃទី24ខែកក្កដាឆ្នាំ2025នៅតាមព្រំដែនកម្ពុជាថៃវាចាប់ផ្ដើមពីហេតុការណ៍ទាហានថៃម្នាក់ជាន់មីនហើយចោទប្រកាន់កម្ពុជាថាជាអ្នកបង្កប់មីននោះថ្មីបើមានការព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី28ខែកក្កដាដោយមានការសម្របសម្រួលពីប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិកក៏ដោយក៏បន្ទាប់មកការវាយប្រយុទ្ធគ្នាបានផ្ទុះឡើងជាថ្មីម្ដងទៀតនៅក្នុងខែធ្នូដោយថៃបានមិនគោរពកិច្ចព្រមព្រៀងសន្តិភាពអ្វីដែលធ្វើឲ្យពលរដ្ឋខ្មែរមានការឈឺចាប់យ៉ាងខ្លាំងគឺការបំផ្លាញប្រាសាទបុរាណរបស់យើងដោយកងទ័ពថៃតើលោកស្រីអាចនិយាយពីរឿងនេះបានទេពុតមែនលោកក្នុងការវាយប្រហារកាលពីខែធ្នូ2025យោធាថៃបានប្រើប្រាស់អាវុធធ្ងន់ធ្ងររួមទាំងយន្តហោះចម្បាំងប្រភេទ F-16 បាញ់ទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាក្នុងសកម្មភាពនោះពួកគេមិនត្រឹមតែបាញ់លើទីតាំងយោធាប៉ុណ្ណោះទេតែថែមទាំងបានបាញ់បំផ្លាញប្រាសាទបុរាណរបស់យើងជាពិសេសប្រាសាទតាក្របីអ្វីដែលពិតជាគួរឲ្យសោកស្ដាយគឺប្រាសាទតាក្របីត្រូវបានកំទេចខ្ទេចខ្ទីសល់តែថ្មប្រាសាទគោនៅលើគ្នាបែកបាក់អស់ទ្រង់ទ្រាយទាំងស្រុងតែម្ដងហើយប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកវិញប្រាសាទព្រះវិហារក៏ទទួលរងការខូចខាតដែរយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈអគារអភិរក្សក្រមកិច្ចសហការរវាងកម្ពុជាឥណ្ឌាត្រូវបានខូចខាតទាំងស្រុងរួមទាំងរចនាសម្ព័ន្ធផ្សេងៗទៀតរបស់ប្រាសាទក្រសួងបានស្នើសុំកិច្ចអន្តរាគមន៍ពីអង្គការ UNESCO និងសហគមន៍អន្តរជាតិជួយជំរុញទៅថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សធាតុតើអ្វីជាបំណងរបស់ថៃក្នុងការធ្វើសកម្មភាពបែបនេះតាមការវិភាគជាអ្នកជំនាញជាច្រើនការបំផ្លាញសម្បត្តិវប្បធម៌និងប្រាសាទបុរាណមិនមែនគ្រាន់តែជាផលវិបាកនៃជម្លោះប៉ុណ្ណោះទេតែជាយុទ្ធសាស្ត្រមួយបែបដើម្បីលុបបំបាត់ភស្តុតាងប្រវត្តិសាស្ត្រនៃការកាន់កាប់របស់ខ្មែរលើទឹកដីទាំងនេះការនេះដូចជាពួកគេព្យាយាមលុបបំបាត់ស្លាកស្នាមអរិយធម៌ដើមដើម្បីងាយស្រួលក្នុងការទាមទារទឹកដីតំបន់ព្រំដែនបើនិយាយអំពីការទាមទារទឹកដីរបស់ថៃតើដោយសារមូលហេតុអ្វីដែលថៃចង់បានទឹកដីកម្ពុជាថៃមានមហិច្ឆតាវាទីនិយមពង្រីកទឹកដីតាំងពីយូរមកហើយកម្ពុជាក៏ជាប្រទេសដែលសម្បូរដោយធនធានធម្មជាតិនិងប្រាសាទបុរាណដែលមានតម្លៃលើពិភពលោកជាច្រើនប្រភេទយើងឃើញពីការប្រើប្រាស់សវ៉ាវុធធនធាននិងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់របស់ថៃដើម្បីទន្ទ្រានយកទឹកដីកម្ពុជា
ការលើកឡើងរបស់ក្រមជាតិនិយមថៃថាទឹកដីពីបុរាណជារបស់ពួកគេហើយប៉ុនប៉ងយកតំបន់ជុំវិញប្រាសាទព្រះវិហារជានិច្ចបង្ហាញពីគោលបំណងនេះចុះផលប៉ះពាល់លើជនស៊ីវិលក្នុងព្រឹត្តិការណ៍នេះវិញជំនួសនេះបានបង្កផលប៉ះពាល់យ៉ាងធំធេងលើជនស៊ីវិលយោងតាមប្រភពកម្ពុជាមានជនស៊ីវិលជាង23នាក់បានបាត់បង់ជីវិតក្នុងនោះមានទារកម្នាក់ក្នុងការបានប្រហារដោយយោធាថៃហើយជាង147នាក់បានរងរបួសហើយមិនត្រឹមតែប៉ុណ្ណោះជនស៊ីវិលប្រមាណជាង190,000នាក់ត្រូវបានភៀសខ្លួនដើម្បីត្រូវចាកចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីគេចពីការវាយប្រហារហើយតើសហគមន៍អន្តរជាតិមានប្រតិកម្មយ៉ាងណាចំពោះការបំផ្លាញសម្បត្តិវប្បធម៌និងចំនួននេះកម្ពុជាបានអំពាវនាវដល់ប្រទេសជាមិត្តធំៗដូចជាចិនឥណ្ឌាសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីជួយជំរុញថៃឲ្យបញ្ឈប់ការបំផ្លាញសម្បត្តិមនុស្សជាតិអង្គការ UNESCO ក៏បានចាប់អារម្មណ៍លើបញ្ហានេះដែរសហរដ្ឋអាមេរិកដឹកនាំដោយលោកប្រធានាធិបតី Donald Trump បានចេញមុខសម្របសម្រួលដល់ភាគីទាំងពីរពីខែតុលាឆ្នាំ2025ប៉ុន្តែថៃនៅតែបន្តរំលោភបំពានកិច្ចព្រមព្រៀងនោះចំពោះប្រជាជនកម្ពុជាការបំផ្លាញសម្បត្តិវប្បធម៌និងប្រាសាទដូចនេះបង្កឲ្យមានប្រតិកម្មយ៉ាងណាដែរសម្រាប់ប្រជាជនខ្មែរការបំផ្លាញប្រាសាទបុរាណដែលជាសម្បត្តិវប្បធម៌មានតម្លៃនិងជាអត្តសញ្ញាណជាតិរបស់យើងបានបង្កឲ្យមានការឈឺចាប់យ៉ាងខ្លាំងក្រោយព្រឹត្តិការណ៍នេះប្រជាជនខ្មែរនៅក្នុងស្រុកនិងក្រៅស្រុកបានធ្វើបាតុកម្មប្រឆាំងនឹងអំពើឈ្លានពានរបស់ថៃរូបភាពប្រាសាទតាក្របីដែលត្រូវបានកំទេចបានរំលឹកនូវរបួសចិត្តពីអតីតកាលរបស់ប្រជាជាតិខ្មែរជំលោះបែបនេះតើអាចនាំឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានស្ថានភាពយ៉ាងណាទៅថ្ងៃអនាគតជំលោះខ្មែរថៃថ្មីនេះតាមការវិភាគនឹងបង្កើនការស្អប់ក្អើមគ្នារវាងជាតិសាសន៍ទាំងពីរកាន់តែខ្លាំងនិងមានរយៈពេលយូរអង្វែងប្រជាជនទាំងពីរធ្លាប់បានសុខស្រួលនឹងគ្នាប្រមាណជាង4ទសវត្សរ៍ប៉ុន្តែឥឡូវនេះទំនាក់ទំនងនឹងប្រែជាអាក្រក់ហើយត្រូវការពេលវេលាយូរដើម្បីព្យាបាលរបួសនេះឡើងវិញនិស្សិតបញ្ញាវ័ននិងអ្នកស្រឡាញ់ប្រវត្តិសាស្ត្រខ្មែរទាំងអស់នៅតែអាចជួយថែរក្សាការចងចាំនិងរកមធ្យោបាយការពារបេតិកភណ្ឌដែលនៅសល់ឲ្យបានល្អព្រឹត្តិការណ៍នេះពិតជាមេរៀនសម្រាប់យើងទាំងអស់គ្នាអំពីតម្លៃនៃការថែរក្សាសម្បត្តិវប្បធម៌និងធ្វើឲ្យយើងកាន់តែយល់ច្បាស់អំពីសារៈសំខាន់នៃសន្តិភាពក្នុងតំបន់លោកស្រីសុចិត្រាមានអ្វីចង់និយាយបន្ថែមនៅក្នុងកម្មវិធីនេះទេខ្ញុំត្រឹមតែចង់ជំរុញអស់បងប្អូនខ្មែរទាំងអស់រួបរวมគ្នាការពារបេតិកភណ្ឌជាតិនិងរក្សាការចងចាំវប្បធម៌របស់យើងមិនថាកាលៈទេសៈសម័យកាលណាទេអត្តសញ្ញាណជាតិនិងសម្បត្តិវប្បធម៌របស់យើងតែងតែនៅជាមួយយើងការឈ្លានពានរបស់ថៃអាចបំផ្លាញប្រាសាទយើងតែពួកគេមិនអាចបំផ្លាញអត្តសញ្ញាណនិងវប្បធម៌របស់យើងបានទេសូមអរគុណលោកស្រីសុចិត្រាដែលបានចែករំលែកចំណេះដឹងដ៏មានតម្លៃជាមួយយើងក្នុងកម្មវិធីនេះសូមអរគុណបងប្អូនទាំងអស់ដែលបានស្ដាប់យើងរហូតមកដល់សូមឲ្យប្រជាជាតិយើងឆាប់ឃើញសន្តិភាពនិងសុខដុមរមនាឡើងវិញជម្រាបលាសម្រាប់ថ្ងៃនេះជម្រាបលានិងសូមជូនពរបងប្អូនខ្មែរទាំងអស់គ្នាជួបតែសុខសុវត្ថិភាពគ្រប់គ្នាគ្រប់ពេលវេលា